Bỏ ra ba cái lòng bạn động với nhau một buổi chiều này nhóm cười bảo đảm chính cái cứ một buổi chiều kimi bị xỉa bởi tụi bây giờ nhóm ăn phô vì sao khla khla tại tông cho mình nằm một buổi chiều kimi bị xỉa nông đái hay nhóm có bạn đang nó plong đây hiện khla khla đái tại tông cho mình nằm một buổi chiều kimi nắng phần tai nó pe đai lòng nắng đen của nhóm nông nhà làm tham cười bảo đảm khla nắng đen tại tông cho mình nằm một buổi chiều nắng có phần tai nhóm ăn xong rồi sửa cho mình nằm một buổi chiều nắng bạn mà tụi bây giờ nhóm cái tha nhưng mà sợ là cho mình nằm một buổi chiều nắng cái đầu chắc này nhóm nông học hẹp một cái plong đây thì tôi nghĩ là đó này cô thật đấng chi viên này đó này ở đấng tha cái trình về sao nắng trình pi mê này cái khla Jauh meren the bongke ku lebuan pradakam kini. Lebuan pradakam kini hay nang kata cha at the pol lebuan pradakam kini nang picture ku tak tong chung na semua. Net akhni tra ta tentang semua nang ba sen chi net akhni che sa vishi sa kadai. Net akhni thở tentang semua nang ba sen chi net akhni trong ban ta ngoi da la ku chi ni ta e lum vishi kini nang. Jauh semua nakក្នុង kini nang vi ai pi ច្រឡប់10បន្ទុកទៅដល់5 10បន្ទុកអញ្ចឹងទៅអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាអត់បានបន្ទុក10បន្ទុកឬក៏15បន្ទុកនឹងទេតកតងជាមួយនឹងសំណួរអ្នកទាំងអស់គ្នានឹងបាត់បង់ឱកាសនៅក្នុងការយក A លើវិទ្យាគីមីវិទ្យានឹងផងដែរព្រោះបើសិនជាអ្នកទាំងអស់គ្នាចង់បាននិទ្ទេស A អ្នកទាំងអស់គ្នាត្រូវតែបានបន្ទុក68ឡើងបាននិទ្ទេស A អញ្ចឹងបើអ្នកទាំងអស់គ្នាបាត់10ទៅ15បន្ទុកអីអញ្ចឹង68បន្ទុកក៏អ្នកទាំងអស់គ្នាយកអត់បានដែរអញ្ចឹងទោះបីជាចង់ឬក៏មិនចង់មើលទន្ទិញមេរៀនផងដើម្បីយើងអាចឆ្លើយបានហើយបន្តមកទៀតហ្នឹងគឺវាមានមេរៀនអាស៊ីតបាក់អីហ្នឹងគឺការខ្ញុំមេរៀនអាស៊ីតបាក់ហ្នឹងហើយនឹងលំនឹងគីមីក៏ពីច្រើនចេញដែរហើយមេរៀនខ្ញុំគាត់ថាខ្ញុំសម្រាប់ខ្ញុំហ្នឹងគឺលំនឹងគីមីហ្នឹងឯងនិយាយទៅមុខវិជ្ជាគីមីគឺខ្ញុំរៀនពីមួយមេរៀនទៅមួយមេរៀនមានអារម្មណ៍ថាវាថ្មីរហូតហើយក៏មានមេរៀនខ្លះតាក់ទងជាមួយនឹងថ្នាក់ទី11ដែរអញ្ចឹងវាត្រូវការពីគ្រឹះយើងមកអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាមានគ្រឹះអត់សូវមុនទេអញ្ចឹងទី12ហ្នឹងខំវឺតឲ្យខ្លាំងតិចទៅយើងត្រូវរៀនបានច្រើនណាហើយបន្ទាប់ពីដំណឹងគីមីគឺគីមីសរីរាង្គដែលយើងដឹងហើយថាចេញរាល់ឆ្នាំតែនៅក្នុងគីមីសរីរាង្គហ្នឹងគឺវាមានដូចជាអាល់កុលអាស៊ីតកាបូកស៊ីលិកអីអញ្ចឹងតែអាមេរៀនហ្នឹងដូចជាមានយើងរៀនកាលទី11ហើយខ្លះហើយមេរៀនដែលយើងត្រូវវឹកខ្លាំងមេរៀនទី12តកតងជាមួយនឹងគីមីសរីរាង្គហ្នឹងគឺ A stair ដែលខ្ញុំសង្កេតមើលទៅ A stair ហ្នឹងគឺចេញរហូតចឹងអ្នកនរគ្នាត្រូវតែចេះមេរៀន A stair ហ្នឹងទោះបីជាចង់មិនចង់ត្រូវតែរៀន A stair ឲ្យចេះហើយបន្តមកទៀតគឺមានអាមីតហើយនិងអាមីនដែលអាមីតហើយនិងអាមីនហ្នឹងគឺចេញឆ្លាស់គ្នាទេប៉ុន្តែក៏យើងគួរតែចេះដែរតើតើបើសិនជាគេចេញអាមួយនៅក្នុងចំណោម2ហ្នឹងមកអ្នកនរគ្នាអត់ចេះនឹងបាត់បន្ទុកទៅហ្មងអញ្ចឹងអ្នកនរគ្នាហ៊ាននឹងអត់ចេះទៅក៏វាអត់មានអីខាតដែរហើយតើតើជាមួយនឹងការសរសេររូបមន្តសមាសធាតុអីហ្នឹងយើងធ្វើលំហាត់ឬក៏ធ្វើវិញ្ញាសាឲ្យបានច្រើនទៅមានគេឲ្យធ្វើជាគេឲ្យរកសមីការ3សន្តានអីចឹងហើយនៅក្នុងសមីការ3សន្តាននោះដូចជាមានសមីការគីមីសមីការអ៊ីយ៉ុងហើយនិងអ៊ីយ៉ុងសម្រួលអីចឹងទៅអញ្ចឹងគ្នាត្រូវតែដឹងនៅក្នុងការហៅអាហ្នឹងហើយសមីការតាំងប្រតិកម្មក៏ដូចជាកំណត់រូបមន្តដល់អីជាដើមអញ្ចឹងនៅក្នុងហ្នឹងគឺវាឆ្លាស់គ្នាក៏ដូចជាមានបែបផានផ្សេងគ្នានៅក្នុងការធ្វើវិញ្ញាសាគីមីហ្នឹងអញ្ចឹងអ្នកទាំងអស់គ្នារៀនធ្វើវិញ្ញាសាកំណត់មកកំណត់អីឲ្យបានសមរម្យនៅក្នុងហ្នឹងគឺគីមីគេបន្ទុកពេញ75បន្ទុកហើយរយៈពេល90នាទី